បាទថ្ងៃនេះខ្ញុំពីអ្នកចម្រើនគឺពិតជាមានកិត្តិយសមែនតើដែលបានមកចូលរួមកម្មវិធីឡើងគេហដ្ឋានរបស់បងស្រីនៅទីក្រុងអ៊ីឆុនបាទហើយក៏ជួបបងប្អូនស្រស់ស្អាតមែនតើបងប្អូនណាហើយខ្ញុំពីអ្នកចម្រើនក៏បានរួមធំបាំងផងដែរថ្ងៃនេះគឺពិតជាសប្បាយមែនតើឥឡូវយើងចូលទៅដល់ blog របស់យើងទាំងអស់គ្នាចង់ដឹងថា blog របស់យើងនឹងសប្បាយយ៉ាងណាអញ្ចឹងណាបងប្អូនហើយនេះគឺជាហាងបងស្រីផ្ទាល់តែម្ដងហាងខ្មែរបងប្អូនដែលមានឈ្មោះថាលំហែហើយបងស្រីក៏ជាម្ចាស់កម្មវិធីដែលបានអញ្ជើញខ្ញុំពីអ្នកចម្រើនមកឡើងគេហដ្ឋានរបស់គាត់អញ្ចឹងណាបងប្អូនហើយនេះគឺជាកូនប្រុសរបស់គាត់បងប្អូនណាកូនប្រុសទី1គឺពិតជាសង្ហាមែនតើបន្ទាប់ពីជំរាបសួរម្ចាស់កម្មវិធីរួចរាល់ហើយគឺយើងរកកន្លែងគួរសមអញ្ចឹងណាបងប្អូនហើយសង្កេតឃើញថាភ្ញៀវរបស់គាត់គឺមកច្រើនគួរសមដែរបងប្អូនបាទសិតតែក្មេងៗស្រស់ស្អាតដែរបងប្អូនមិនដឹងថាកូនចៅអ្នកណាអ្នកណីខ្លះទេបាទនៅក្នុងកម្មវិធីយុគមិញហ្នឹងណាបាទបន្ទាប់ពីរកកន្លែងគួរសមបានហើយគឺយើងអង្គុយជាមួយនឹងបាទអ្នកគ្រូដែលគាត់ជាអ្នកបកប្រែនៅក្នុងតេការ៉េអញ្ចឹងណាបងប្អូនណាពួកគាត់គឺសិតតែស្រស់ស្អាតទាំងអស់បងប្អូនខ្ញុំនិយាយមែនបាទតែខ្លួនឡើងខ្ញងតែម្ដងបន្ទាប់ពីតក់របស់យើងមកគ្នាគ្រប់ហើយខាងម្ចាស់កម្មវិធីក៏គាត់បានដាក់ម្ហូបអាហារឲ្យយើងញ៉ាំអញ្ចឹងណាបងប្អូនហើយចម្រើនគាត់ខនតែឃើញម្ហូបគឺថាចាប់មុនគេតែមួងបងប្អូនណាព្រោះអារឿងញ៉ាំហ្នឹងបងប្អូនគាត់អត់ចូលចិត្តនិយាយច្រើនទេបាទអញ្ចឹងណាតុនមុខយើងនេះបងឡើងស្អាតខ្លាំងហ្មងឆ្ងាញ់ស្រួយបាច់គោអាណាដាក់មកនេះត្រូវទឹកដោគ្នាយើងបងហើយទៅគាត់ទៅកាប់ដាស៊ីចឹងហ្មងបាទវ៉ាវឆ្ងាញ់ណាឆ្ងាញ់បន្ទាប់ពីយើងញ៉ាំអាហាររួចរាល់ហើយយើងក៏បានចងដៃទៅបងស្រីដែលគាត់ជាម្ចាស់កម្មវិធីយប់នឹងផងដែរសង្កេតឃើញថាគាត់តុបតែងខ្លួនបានស្រស់ស្អាតមែនតើបងស្រីណាបាទហើយក៏ជួបជាមួយនឹងប្អូនដែលគាត់ជាអ្នកគ្រូបកប្រែនៅក្នុងតេការ៉េបងប្អូនណាពួកគាត់គឺថារូបរាងកម្ពស់កម្ពស់នេះមិនចាញ់ model ប្រហែលនឹងបងប្អូនណាបន្ទាប់មកគឺកម្មវិធីរំក៏បានចាប់ផ្ដើមសម្រាប់បងប្អូនដែលគាត់តែងតែសួរថាចង់ឃើញបងម៉ៅរំបងប្អូនណាមើលវីដេអូនេះដល់ចប់ទៅឃើញហើយ